មិនហើយបងប្អូនបាទក្រោយពេលដែលបារាំងដែលជាក្រុមបាទលេងល្អប៉ះក្រុមអឺល្អខ្លាំងអេស្ប៉ាញយប់មិញបាទធ្វើឲ្យមន់គក់ធ្លាក់ធឹមវគ្គ4ក្រុមចុងក្រោយក្រុមថ្វីជើងបាទអកូជលអេស្ប៉ាញបាទអេស្ប៉ាញបាទស្ងោមន់ទាំងមូលតែម្ដងយប់មិញស្ងោមន់គក់ទាំងមូលហ្មងបាទមិនដែរបងប្អូន ចឹងយប់នេះគឺជាការប្រកួតបាទរវាងអាសង់ទីនហើយនិងអង់គ្លេសវគ្គ4ក្រុមចុងក្រោយណាសល់គូនឹងឯងមួយគូបាទចុងក្រោយយប់នឹងអង់គ្លេសជាមួយនឹងអាសង់ទីនចឹងឃើញថាគូទាំងពីរនេះបើនិយាយពីការធ្លាប់ជួបគ្នានោះក៏ធ្លាប់ជួបគ្នាច្រើនលើកមកហើយដែរបាទតាំងឆ្នាំ1962បាទអញ្ចឹង5លើកមកគឺអឺ បាទប្រកួតចុងក្រោយគឺអង់គ្លេសបាទឈ្នះទៅលើក្រុមអាសង់ទីនបាទពី1-0នៅឆ្នាំ2002បាទនៅឆ្នាំ2002បាទហើយនៅឆ្នាំ1998ក៏ស្មើគ្នាហើយក៏ពេណាល់ទីបាទពេណាល់ទីបាទអង់គ្លេសក៏បានធ្លាក់ហ្នឹងហើយធ្លាក់តែម្ដងហើយនៅឆ្នាំបាទ2086នោះក៏អាសង់ទីនឈ្នះអង់គ្លេសហើយឆ្នាំ1966អង់គ្លេសឈ្នះអាសង់ទីន1-0 1962អង់គ្លេសឈ្នះអាសង់ទីន3-1បាទហើយបាទចុងក្រោយដែលអង់គ្លេសឈ្នះនោះគឺសុទ្ធដោយកីឡាករ Beckham បាទ Beckham នៅឆ្នាំ2002បងប្អូនប្រហែលជាស្គាល់ហើយកីឡាករ Beckham បាទឥឡូវនេះគឺជាអឺប្រធានក្លឹបរបស់ Inter Miami បាទដែលចាប់ដៃគូជាមួយ Lionel Messi បច្ចុប្បន្នមិនចាប់ដៃគូទេគឺយក Lionel Messi ទៅលេងនៅក្លឹប Inter Miami ណាហ្នឹងហើយហើយយើងចាំមើលវគ្គយប់នេះថាតើក្រុមណានឹងឡើងទៅវគ្គបន្តដោយសារតែក្រុមទាំងពីរនេះគឺនិយាយពីរឿងអាសង់ទីនបើនិយាយទៅពីថាសំណាងគឺសំណាងតាំងពីចាប់ពីវគ្គអា32ក្រុមចុងក្រោយមកគឺអាសង់ទីនអត់ទាន់ប៉ះក្រុមណាដែលខ្លាំងនោះទេបាទនៅជាក្រុមសំណាងប៉ុន្តែសម្រាប់អ្នកគ្រប់គ្រងខាងប៉តុកាល់គឺថាអជាការរៀបចំបាទជាការរៀបចំហ្នឹងហើយដែលជាការរៀបចំដោយសារអីដោយសារតែខាងអាសង់ទីនហ្នឹងគឺអត់ទាន់ប៉ះក្រុមណាខ្លាំងទេណាហ្នឹងប៉ះអូស្ត្រាលីប៉ះស៊ូដង់ប៉ះកាប់បេប៉ះអេស៊ីបហើយប៉ះស្វីសឺឡែនដែលរៀងខ្លាំងបន្តិចបាទហើយមកវគ្គ4ក្រុមនេះមកប៉ះអង់គ្លេសនេះឯងហ្នឹងហើយអត់មានប៉ះក្រុមណាដែលខ្លាំងដែលមើលទៅគួរឲ្យជក់ចិត្តទេប៉ះក្រុមកាប់វេនោះប៊ីធ្លាក់របស់កាប់វេទៀតតែហ្នឹងហើយកីឡាកររបស់អាសង់ទីនគឺល្អច្រើនបាទណានៅក្នុងការប្រកួត World Cup វគ្គ32ក្រុមមករហូតដល់វគ្គ4ក្រុមនេះឥឡូវយើងទៅមើលទម្រង់របស់ក្រុមទាំងពីរបាទខាងអាសង់ទីនបាទ4-1-3-2បាទអឺអ្នកដឹកនាំគឺ Lionel Scaloni បាទ Lionel Scaloni ហើយចំណែកខាងអង់គ្លេសនេះគឺ Thomas Tuchel បាទ Thomas Tuchel នេះក៏ជាក្រុមមួយដែលធ្លាប់ដឹកនាំ Chelsea បាទឈ្នះនៅ Champions League ផងដែរបាទហើយកីឡាករសំខាន់ដូចជាខាងអាសង់ទីនមាន Martinez ដែលជាអ្នកចាំទីដ៏ឆ្នើមបច្ចុប្បន្នជាអ្នកចាំទីនៅក្លឹប Aston Villa ខ្សែការពារគឺ4មានអា Tagliafico Martinez Romero Molina ហើយកណ្ដាលគឺ Paredes បាទហើយបម្រើប្រយុទ្ធមាន Depaul Fernandes Alistair ហើយពីរមុខហ្នឹងគឺចាប់ដៃគ្នាមានបាទ Alvarez ឬមួយ Messi បាទ Alvarez នេះឃើញថាព័ត៌មានដំបូងគឺខាងបាសេណាតាក់ទងប៉ុន្តែឥឡូវនេះក្តៅគឺ Arsenal ចាប់អារម្មណ៍ទៅលើកីឡាករ Julian Alvarez ខ្លាំងណាស់ហើយបន្តទៀតគឺខាងក្រុមតោកំណាចអង់គ្លេសបាទតោកំណាចអង់គ្លេសដែលដឹកនាំដោយក្រុម Thomas Tuchel គឺមាន4-2-3-1បាទ4-2-3-1គឺ Harry Kane ជាប្រយុទ្ធទោលបាទប្រយុទ្ធសម្លាប់តមកអ្នកគ្រប់គ្រងដោយ Garden Bellingham កដាល Saka ស្ដាំបាទ Saka នៅ Arsenal ល្អណាស់បាទហើយនោះមាន Declan Rice មួយទៀតបាទចាប់ដៃគូផ្ទាត់ឲ្យ Saka
Addison កដាលចាប់ដៃគូជាមួយDeclan Rice បាទហើយខ្សែការពារគេគឺមាន Rally Kohi Stone ហើយនិង Konsa អ្នកចាំទី Pickford បាទ Pickford នេះអូអ្នកចាំទីសិតតែដកដល់ស្វិតស្វាញណាស់ប៉ុន្តែនៅអ្នកចាំទីដែលល្អជាងគេនៅក្នុងFIFA World Cup នៅឥឡូវនេះគឺមានតែនោះក្រុមអីកាប់វេនោះទេនោះបាទក្រុមកាប់វេកាប់ជ្រូកនោះទេគឺលោកវ៉សិងហាបាទអូអ្នកចាំទីនឹងសាហាវមែនមើលប៉ះជាមួយអាសង់ទីនញាក់សាច់ហ្មងណាមិនធម្មតាទេគឺខ្លាំងណាស់សម្រាប់អ្នកចាំទីនោះនេះគឺជាវគ្គ4ក្រុមចុងក្រោយជាមើលបាទការប្រកួតគឺនៅម៉ោង2បាទម៉ោង2អាសង់ទីនប៉ះជាមួយអង់គ្លេសកុំភ្លេចណាបងប្អូនអង់គ្លេសប៉ះជាមួយអាសង់ទីនហ្នឹងហើយ English vs Argentina បាទ Argentina គេថាក្រុមអាសង់ទីននេះបើប្រៀបធៀបជាមួយនឹងក្រុមប៉ូទុយហ្គាល់ក្រុមអាសង់ទីនគឺកីឡាករទាំងអស់លេងដើម្បីមេស៊ីប៉ុន្តែយើងងាកទៅមើលខាងក្រុមប៉ូទុយហ្គាល់គឺលេងដើម្បីប៉ូទុយហ្គាល់គឺអត់លេងដើម្បីរ៉ូណាល់ដូទេដោយសារអីការប្រកួតចុងក្រោយជាមួយអេស្ប៉ាញបើសិនជាបោះឲ្យរ៉ូណាល់ដូគឺអាចមានគ្រាប់បាល់ច្រើនប៉ុន្តែអត់លេងក្រោះហ្នឹងហើយអត់លេងបាល់ក្រោះមួយទៀតកីឡាករមួយចំនួនក៏អត់ទុកចិត្តលើរ៉ូណាល់ដូហើយការ support របស់រ៉ូណាល់ដូគឺអាចថាយើងងាកមកមើលទៅគឺគាត់ចាស់ចំណាស់នេះហើយនៅពេលដែលបានលេង World Cup គាត់មិនគួរមានគេថាអាត្មានិយមខ្លាំងទេណាគាត់ដូចជាអាត្មានិយមដែរនឹងហើយតកតងជាមួយនឹងការសុទ្ធ free kick ដែលដូចជាមិនដែរដែលសុទ្ធចូលក៏ពិតគាត់គួរតែរត់ទៅអបអរដើម្បីឲ្យឃើញថាកីឡាករទាំងមូលហ្នឹងស្រស់គ្នាអញ្ចឹងណាតែគាត់អត់រត់អបអរទេតែគាត់ក៏ទៅធ្វើម៉េចក៏សោកស្ដាយផងដែរបាទអេចិនរបស់យើងគឺសូរ៉ូណូអេម៉ាប៉េទៅហើយអ្វីដែលចម្លែកយើងមកមើលតម្រងបាទបារាំងបាទតម្រងបារាំងដែលលេងប៉ះជាមួយអេស្ប៉ាញជំនាញគឺរករ៉ាមែនតើមិនលេងសើចទេណាបងអត់មិនថាអូលេងខ្លាំងទេមើលទៅបារាំងប៉ះជាមួយអេស្ប៉ាញជំនាញទៅពីអាក្រក់មើលមែនតើណាហ្នឹងហើយដោយការដែលបារាំងប៉ះជាមួយម៉ារ៉ុកអញ្ចឹងគឺកីឡាករម៉ារ៉ុកហ្នឹងយើងមើលទៅនេះផែនទីនៅក្នុងផែនទីយើងមើលដែលនៅក្នុងបារាំងប៉ះជាមួយអេស្ប៉ាញមើលរ៉េតនៃការលេងមិនថាអេម៉ាប៉េមិនថាអីគឺអត់មានអាណាបាន7ចុចទេហ្នឹងហើយអត់មានសោះដោយការណែមានរ៉ូប៊ីអូតមួយតែប៉ុណ្្នឹងឯងក្រៅពីនោះដូចអេម៉ាប៉េដូចអូលេសេដូចដេមបាឡេទៅហើយឆ្ងល់មិនបានគាត់ដាក់បាកូឡាមកលេងអត់គាត់ដាក់ឌូឆេមកដូចជាការដែលបារាំងប៉ះជាមួយម៉ារ៉ុកអញ្ចឹងគឺម៉ារ៉ុកនោះដូចជាអត់មានកីឡាករណាដែលគេហៅថារ៉េតឡើងខ្ពស់ទេណាហ្នឹងគឺបានតែអ្នកចាំទី1ទេ7ចុចក្រៅពីនោះអត់មានហ្មងកីឡាករនៅក្នុងទីលានអត់មានបាន7ចុចទេអញ្ចឹងមើលថាយើងមកប្រៀបធៀបជាមួយនឹងបារាំងហើយនឹងអេស្ប៉ាញជំនាញគឺបារាំងលេងអត់ចេញហ្មងមើលថារៀបខុសឬក៏យ៉ាងម៉េចអត់យល់គឺចូលរួមសោកស្ដាយផងសម្រាប់មួនគក់ដែលដឹកនាំដោយកីឡាករអេមបាប៉េក៏ដូចជាអឺអូលេសេបាទដែលជាកីឡាករដ៏ឆ្នើមបាទពេលបច្ចុប្បន្នមានតម្លៃខ្លួនខ្ពស់នោះបាទហើយយើងនឹងជួបគ្នានៅអង់គ្លេសតថាអោសង់ទីនឬក៏អង់គ្លេសយប់នេះបងប្អូន